បាទមេព្រួពុកម៉ែបងប្អូនជាពិសេសសប្បុរសជនដែលបានជួយសមាគមជាងសំណងកម្ពុជាហើយក្នុងនាមខ្ញុំហួតជាប្រធានសមាគមជាងសំណងកម្ពុជាបានមកដល់មន្ទីរពេទ្យកាល់ម៉ែតដើម្បីជួយប្អូនប្រុសដែលជាគ្រួសាររបស់ប្អូនស្រីនៅជុងដែកចឹងខ្ញុំអាចសុំអត្តញ្ញាណប័ណ្ណប្អូនទាំងពីរបាទនេះប្អូនដែលជុងដែកដោយការប្រហោះដែលខ្ញុំដំបូងអញ្ចឹងបាទមកចាប់តិចហើយប្អូនស្រីឈ្មោះសោគ្រីបាទប្អូនស្រីគាត់ឈ្មោះបាទលីជាច្រឡំលីដាអូខេលីជាបានគ្រោះថ្នាក់ជុងដែកទេពីការធ្លាក់មន្ទីរលើគីបាទអញ្ចឹងសមាគមជាងសំណងកម្ពុជាបានរួមគ្នាជាមួយសមាជិកទាំងអស់រៃគ្នាដែលមានថវិការបស់សមាគម$500ហើយនឹងរៃផ្សេងបាន282.5កាក់បាទ282អញ្ចឹងសរុប787.5កាក់ហើយយើងឃើញថាជាឈ្មោះពិតហើយដោយសារតាប្របាក់នឹងឲ្យចូលទៅក្នុងទីពេទ្យដោយសារធម្មតានៅសង្គ្រោះមិនទាន់យើងប្របាក់នឹងមានថតបាទគេអត់ឲ្យថតទេនៅពេទ្យអញ្ចឹងគ្រាន់តែយកមកឲ្យខាងក្រៅផ្លូវការបាទដោយសារយើងនៅអាគារកាល់ម៉ែតអាគារសម្ដេចតេជោហើយអញ្ចឹងនេះខ្ញុំសូមជូននេះទៅវិញអញ្ចឹងបងប្អូនដែលជាសមាជិកជាងសំណងក៏ដូចសប្បុរសជននានាខ្ញុំតាំងនាមខ្ញុំហួតជាធានសមាគមជាងសំណងសូមថ្លែងអំណរគុណនិងក៏អាចថាសូមជួបជាមួយនឹងទឹកចិត្តទី1ចង់ដឹងថាប្អូនប្រុសឈ្មោះអ្វីហើយគ្រោះថ្នាក់នៅពេលណាហើយសុខណាត់នៅណាគ្រោះថ្នាក់នៅជ្រៃធំនោះកាឋានប្រហែលម៉ោងប៉ុន្មានបងប្រហែលម៉ោង9ជាង9ជាងព្រឹកឲ្យយប់ព្រឹកហើយពីជាន់ទីប្រហែលមកជាន់ទី5ចាធ្លាក់មកជុំជាប់ជាន់ទី2ជុំជាប់ជាន់ទី2បាទខ្ញុំឃើញធ្លុះហ្មងហ្នឹងធ្លុះខំទៅដៃគាត់ទៅតោងតែកុំឲ្យសត់មកទៀតបាទអូយហើយបងអូនត្រូវមិនមួយអ្នកជំងឺគ្រួសារគាត់មានកូនចៅហ្មងកូន2គាត់ធ្វើជាងហ្មងឆ្នាំហ្នឹងគាត់ទៅចូលធ្វើនឹងបានជាង10ថ្ងៃទេអូគាត់កម្មករសំណងនេះជាង10ថ្ងៃបងប្អូនបាទហើយអូខេអាស័យដ្ឋានរស់នៅបច្ចុប្បន្ននៅភូមិណាខំកញ្ចល់សុខភ័យពិបាកខេត្តតាកែវពងរៀបខេត្តតាកែវនៅពងរៀបបាទនៅខាងកើតភ័យលវីបាទអញ្ចឹងនឹងខ្ញុំសូមបកគលថវិកាចំនួនមកចិត្តតិចមក1 2 3 4 5 6 700 10 20 30 40 50 60 70 82រៀល5កាក់អញ្ចឹង782.5កាក់ឲ្យទៅភរិយាគាត់បាទពីព្រោះស្វាមីនៅក្នុងបន្ទប់សង្គ្រោះមិនទាន់អញ្ចឹងគេអត់ឲ្យថតទេអញ្ចឹងមានតាមរយៈគាត់បាទអាចសុំលេខប្អូនស្រីមួយបានទេគាត់មានអ្នកឧបត្ថម្ភឬអីផ្សេងទៀតលេខ087 404 779អញ្ចឹងបងប្អូនជាពិសេសខ្ញុំឃើញเพจមួយចំនួនបាទបានដាក់ទៅគាត់ទៅ OIP ទៅអីដើម្បីបោកបញ្ឆោតយកលុយពីបងប្អូនជាពលរដ្ឋជាសប្បុរសជនប៉ុន្តែជាក់ស្ដែងនៅថ្ងៃនេះបាទថ្ងៃទី21បាទថ្ងៃនេះថ្ងៃទី21ខែ5ឆ្នាំ2025វេលាម៉ោង5ល្ងាចនេះខ្ញុំនៅពេទ្យកាល់ម៉ែតបាទហើយក៏បានយកថវិកានេះយកមកជូនគាត់ផ្ទាល់តែម្ដងហើយសង្ឃឹមថាបងប្អូននឹងជួយគាត់បន្តទៀតព្រោះខ្ញុំមើលទៅជំងឺនេះអាចអស់ច្រើនដូចជាត្រូវលាងអាការៈមិនលាងកលៀនលាងឈាមហ្នឹងគឺគាត់យើងទៅរបួសម្ដងបញ្ចូលម្ដងលាងម្ដងបញ្ចូលម្ដងអញ្ចឹងត្រូវការឈាមហើយចូលមានប៉ះពាល់កលៀនឬអីអត់លឺពេទ្យនិយាយដែរចង់ថាគាត់ហើយមិនខែជាទៅឬនេះអត់ដឹងគាត់បានដើរបើងើបមិនទាន់រួចដែរចា៎បាទអញ្ចឹងបងប្អូនអាការៈនៅធ្ងន់ធ្ងរនៅឡើយទេហើយសង្ឃឹមបងប្អូនបើមានជាសប្បុរសជនបាទតាមរយៈលេខកុង AVA របស់សមាគមជាងសំណងកម្ពុជា077ការ៉េ8 10គុតបានន័យថា88 10គុតក៏បានឬតាមបងអូនស្រីបាទលេខទូរស័ព្ទដែលខ្ញុំប្រាប់ពីមុនហ្នឹងហើយ087ហ្នឹងបាទ404 999អញ្ចឹងស្រេចលើបងប្អូនណាពីហ្នឹងមួយណាក៏បានសំខាន់ឲ្យតែចិត្តទឹកចិត្តខ្មែរជួយខ្មែរបាទហើយមានអីថ្លែងអំណរគុណដល់បងប្អូនយើងបាទខ្ញុំសូមថ្លែងអំណរគុណដល់លោកអុកញ៉ាហួតជាងសំណងបានឧបត្ថម្ភជាទឹកប្រាក់ចំនួន782.5កាក់បាទនេះការសមាគម500បូកជាមួយនឹងសប្បុរសជន282.5កាក់អញ្ចឹងសូមជូនពរដល់សប្បុរសជនក៏ដូចជាជាងសំណងអស់សូមទី1គឺធ្វើការប្រុងប្រយ័ត្នហើយទី2កុំឲ្យមានកើតបដិវហេតុអីផ្សេងៗពីព្រោះការជីវិតរបស់មនុស្សគឺនៅពេលកើតគឺយើងវាជួបបញ្ហាធំបាទហើយទី3សូមឲ្យបងប្អូនជួបប្រទះតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកុំបីឃ្លាតឡើយបាទសូមអរគុណ